បាទជំនុំសូមគ្រប់ជំរាបសួរបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះគ្រីស្ទសម្រាប់ព្រះបន្ទូលជួទីថ្ងៃនេះមានចំណងជើងថាមនុស្សកុំមើលងាយមនុស្សកាលពីអតីតកាលមានកុមារម្នាក់បានកើតនៅក្នុងខ្ទមឈើកំសត់មួយហើយបានលូតលាស់ឡើងមនុស្សជុំវិញខ្លួនតែងតែមើលងាយថាគេជាមនុស្សគ្មានអនាគតប៉ុន្តែកុមារម្នាក់នោះបានប្រកាន់ភ្ជាប់នូវគោលការណ៍ការឲ្យតម្លៃខ្លួនឯងនិងមនុស្សជុំវិញខ្លួនគេបានខ្លាចទៅជាមនុស្សដែលប្រើប្រាជ្ញានិងភាពស្ងៀមស្ងាត់ដើម្បីតស៊ូក្នុងឆាកជីវិតកុមារម្នាក់នោះគឺជាអាប់រ៉ាហាំ លីនខុនដោយសារការឲ្យតម្លៃខ្លួនឯងនិងផ្ដល់តម្លៃដល់មនុស្សជុំវិញខ្លួនគាត់បានខ្លាចទៅជាមនុស្សល្បីល្បាញនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិក្នុងការរំដោះរបបទេសភាពនៅក្នុងសហរដ្ឋអាមេរិកដោយសុភាសិតខ្មែរមួយបានពោលថាមនុស្សកុំមើលងាយមនុស្សគឺជាទស្សនវិជ្ជាអប់រំចិត្តដ៏មានតម្លៃនៅក្នុងសង្គមខ្មែរដែលដាស់តឿនឲ្យយើងគ្រប់គ្នាឲ្យតម្លៃទៅលើសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិដោយការមិនពឹងផ្អែកទៅលើឋានៈទ្រព្យសម្បត្តិឬរូបសម្បត្តិខាងក្រៅនោះឡើយសុភាសិតខ្មែរខាងលើនេះមានភាពសមស្របទៅនឹងព្រះគម្ពីរសុភាសិតជំពូកទី11ខ12ដែលបានចែងថាអ្នកណាដែលមើលងាយចំពោះអ្នកជិតខាងខ្លួននោះអត់មានប្រាជ្ញាទេតែអ្នកមានច្របល់រមែងនៅស្ងៀមវិញនៅក្នុងព្រះគម្ពីរបានបង្ហាញថាការមើលងាយដល់អ្នកដទៃមិនមែនបង្ហាញថាខ្លួនល្អឬខ្ពង់ខ្ពស់ជាងអ្នកដទៃនោះទេប៉ុន្តែវាបានបង្ហាញថាអ្នកជាមនុស្សដែលគ្មានច្របល់ឬខ្វះប្រាជ្ញាដូចគ្នាទៅនឹងការមើលងាយអ្នកដទៃដែរការនោះវាគឺជាការបន្ទាបតម្លៃខ្លួនឲ្យទាបជាងអ្នកដទៃដែលខ្លួនមើលងាយទៅវិញព្រះបន្ទូលបានលើកទឹកចិត្តមិនឲ្យយើងពោលពាក្យបង្អាប់ឬជន់ប្រលិចអ្នកដទៃប៉ុន្តែឲ្យយើងរក្សាភាពស្ងៀមស្ងាត់ដែលមានន័យថាការអត់ធ្មត់ការយល់ស្របថាគ្រប់គ្នាសុទ្ធតែមានតម្លៃស្មើគ្នានៅចំពោះខ្លួននិងចំពោះព្រះជាម្ចាស់នៅក្នុងឆ្នាំ1860គឺជាឆ្នាំដែលលោកអាប់រ៉ាហាំ លីនខុនបានជាប់ឆ្នោតជាប្រធានាធិបតីទី16នៃសហរដ្ឋអាមេរិកវាគឺជាសក្ខីភាពដែលបង្ហាញថាក្មេងប្រុសម្នាក់ដែលនៅក្នុងខ្ទមឈើកំសត់ដ៏ក្រីក្រដែលធ្លាប់ត្រូវបានគេមើលងាយពីដំបូងបានក្លាយទៅជាអ្នកដឹកនាំកម្ពុជានៃប្រទេសមហាអំណាចពិភពលោកហើយអ្វីដែលពិភពលោកចងចាំនោះគឺជាថ្ងៃ1មករាឆ្នាំ1863លោកបានប្រកាសអំពីសេចក្តីប្រកាសក្នុងការរំដោះទាសករដែលលោកបានប្រើអំណាចនៃប្រធានាធិបតីរបស់លោកដើម្បីបញ្ចប់ការមើលងាយតម្លៃមនុស្សនិងផ្ដល់សិទ្ធិសេរីភាពដល់ទាសករស្បែកខ្មៅរាប់លាននាក់នៅក្នុងខែមករាឆ្នាំ1865ជ័យជំនះនោះបានសម្រេចដោយស្ថាពរដោយអំណាចនៃកណ្ដាប់ដៃរបស់លោកតែសុភាសិតខ្មែរនិងព្រះគម្ពីរមានគោលការណ៍បង្រៀនឲ្យយើងមើលឃើញពីតម្លៃសិទ្ធិស្មើគ្នានៃមនុស្សរីឯការមើលងាយអ្នកជិតខាងឬមនុស្សជុំវិញខ្លួនគឺជាការបន្ទាបតម្លៃនៃសេចក្តីថ្លៃថ្នូរដែលមនុស្សគ្រប់គ្នាមានតាំងពីដើមកំណើតមកដែលប្រាជ្ញាពិតតែងតែជ្រើសរើសការលើកទឹកចិត្តជាងការបង្អាប់បង្អោនសម្រាប់សំណួរពិចារណាថ្ងៃនេះតើយើងខ្ញុំជាមនុស្សដែលឲ្យតម្លៃអ្នកដទៃប្រសើរជាងខ្លួននិងមិនមើលងាយអ្នកដទៃជុំវិញខ្លួនដោយរបៀបណាបាទសូមអរគុណសូមព្រះអង្គបានប្រទានពរ